ក្នុងធរហ្នឹងលោកឲ្យសម្ដែងឲ្យមានពលីឥឡូវព្រះអង្គសម្ដែងថាញោមញាតណាធ្វើពលីបានទាំង5ញោមញាតហ្នឹងបានសេចក្តីចម្រើនសេចក្តីវិនិច្ឆ័យអត់មានទេយើងធ្លាប់ឮមកយើងធ្លាប់ឮទៅក្រុងពលីធ្លាប់ឮអីញោមយើងធ្វើកម្មវិធីបន់ទាននេះនោះអីគេហៅក្រុងពលីធ្លាប់ឮណាហ្នឹងហើយនឹងបានមួយប៉ុន្តែយើងមើលរាប់ពលីពុទ្ធដែលព្រះអង្គសម្ដែងហ្នឹងមាន5ទី1អតិថិពលីបើញោមចេះទទួលភ្ញៀវចម្រើនណាស់បើអ្នកស្រុកគេខាងរស៊ីគេហៅ customer service អញ្ចឹងញាតិញោមណាព្រះអង្គសម្ដែងមិនព្រះអង្គមិនប្រើពាក្យ customer service ទេព្រោះសម័យនោះអង់គ្លេសអត់មានទេបើព្រះអង្គប្រើពាក្យអតិថិពលីចេះទទួលភ្ញៀវហ្នឹងហើយហ្នឹងសំខាន់ណាស់មែនទេខ្ញុំជឿណាបើចូលហាងទៅមុខកម្ៅមុខមកឲ្យក្រោយមួយណាមកទៀតមែនទេញោមណាឥឡូវលេងមានអ្នកគេមកតថ្លៃឲ្យគេមិនទិញជេរគេលេងមានទេញោមហ៎មានទេហ៎ហ្នឹងហើយអានឹងអត់កើតទេមែនទេញោមណាអូខូច credit ឬក៏ខ្មែរក្នុងធម៌ហៅអត់សិលសេរីសួស្តីរត់ចេញហ្មងគេចង់មកយកលុយមក1000 100,000មកគេឃើញអញ្ចឹងគេលេងមកថាលើឧទាហរណ៍មិនបាច់រឿងរស៊ីទេរឿងញោមមកវត្តចាស់ញោមគាត់បានលួចបានកាក់មកពីណាទេគាត់ទៅវត្តឯណានោះហើយគាត់ធ្វើធម្មតាអញ្ចឹងណាប៉ុន្តែហើយទៅអាចារ្យអត់សូវយកចិត្តទុកដាក់អត់សួរនាំរៀងគំរោះគំហើយគាត់ត្រូវយកលុយរាប់ម៉ឺនទៅចូល500បានទៅវិញគាត់យកគាត់គម្រោងគាត់យកលុយច្រើនណាទៅជួយឯប៉ុន្តែពេលហើយយើងអត់មានបដិសន្ធារៈល្អញាតិញោមហ្នឹងហើយអញ្ចឹងសរុបមកវិញធម៌ព្រះទី1ហ្នឹងអតិថិពលីពលីកម្មចំពោះភ្ញៀវចេះទូទី2ញាតិពលីសង្គ្រោះញាតិកុំឲ្យភ្លេចបងភ្លេចប្អូនប៉ុន្តែប្រយ័ត្នតិចរឿងបងប្អូនហ្នឹងមិនស្រួលទេណាតែរឿងខ្ចីលុយមិនសងហ្នឹងវេទនាហ្មងចឹងបាននៅក្នុងធម៌មាន2រឿងណាញោមណា1បើញាតនឹងខ្ចីលុយឲ្យសងវិញឲ្យខ្ចីចោះមិនអីទេ2បើញាតនឹងខ្ចីឲ្យមិនសងកុំឲ្យខ្ចីមិនទេញាតញោមធ្វើមិនទេឲ្យបរោយទៅហ្នឹងហើយមានប្រមាណដែរអាចទៅខ្ជិលជាប់កម្មជាប់ពីមួយហើយឲ្យយកបរោយធ្លាប់មានទេញោមធ្លាប់មានទេហ្នឹងហើយមិនស្រួលទេណាហើយតែខ្ចីឲ្យមិនសងវាធ្វើអីមិនទេញាតិញោមវាដូចជាមើលមុខគ្នាមិនត្រង់អញ្ចឹងឯងញោមហ្នឹងហើយដល់ទី3ពពៈពេតពលីដឹងគុណចំពោះបុព្វការីជនជាដូនជាតាញាតិកាអ្នកដែលមានឧបការៈមកលើយើងធ្វើបុណ្យឧទ្ទិសណាញោមណាធ្វើបុណ្យឧទ្ទិសជូនហើយនឹងទី4រាជពលីយើងដឹងគុណរាជការអរគុណគេដែលគេបានថែអាសាសុខទេសឲ្យមានសុខសន្តិភាពអីចឹងណាហើយនឹងកុំភ្លេចបងពុនផងថ្ងៃបងពុនមិនបានបងពុនបានទេហើយនឹងទី5ទេវពលីយើងពលីកម្មចំពោះទេវតាពលីកម្មចំពោះទេវតាមាន2ចឹងណា1ឧទ្ទិសបុណ្យជូនទេវតាទៅផ្ទះទៅសបែងខ្ញុំជូនបុណ្យទេវតាថែអាសាផ្ទះខ្មែរយើងហៅអីទេវតាថែអាសាផ្ទះញោមជានាងផ្ទះទេវតាថែអាសាស្រុកភូមិអារក្ខទេវតាខ្មែរយើងចូលចិត្តហៅផ្សំគ្នាទេវតានៅដើមឈើហៅរុក្ខទេវតាទេវតាថែអាសាស្រុកភូមិហៅថាអារក្ខទេវតាប៉ុន្តែគេហៅចូលគ្នាអរុក្ខអរិយអ្នកតាធ្លាប់ឮហ៎អ្នកតាហ្នឹងអ្នកថែអាសាស្រុកភូមិហ្នឹងទេវតាថែអាសាភូមិហ្នឹងហើយហើយខ្ញុំជូនបុណ្យអនុមោទនាបុណ្យខ្ញុំឲ្យសូមឲ្យបានសេចក្តីសុខចាស់អញ្ចឹងការបូជាទេវតាមាន1ជូនបុណ្យទេវតា2យើងដាក់បាយទឹកនំចំណីផ្កាភ្ញីជូនគេក៏បានដែរក្នុងន័យរាប់អានមិនក្នុងន័យទៅគិតតែពីបួងសួងបន់ស្រន់សម្បូងសម្រងខ្ញុំសូមឲ្យខ្ញុំអីស្អីអីទេយើងចាត់ទុកថាទេវតាជាអ្នកមានបុណ្យយើងជាអ្នកមានអាយុវែងយើងគេនៅនឹងគេ
រាប់អានមួយយើងដែរបើយើងរាប់អានគេតើនេះចឹងញោមណាហ្នឹងហើយយើងពលីកម្មចំពោះទេវតាក្នុងធម៌ព្រះអង្គសម្ដែងថាបើកុលបុត្រណាបានធ្វើពលីទាំង5ហ្នឹងបានចម្រើនហ្មងសេចក្តីវិនិច្ឆ័យអត់មានទេវាមានទេតាមកម្មរបស់យើងប៉ុន្តែគ្រាន់ថាយើងបានធ្វើរបងថ្មីពលីកម្មហ្នឹងគឺបុណ្យថ្មីដែលយើងធ្វើពេលបច្ចុប្បន្ន